សូមស្វាគមន៍បងប្អូនដែលចូលមកកាន់ការផ្សាយរបស់នាងខ្ញុំថ្ងៃនេះសូមពំនាំនៅព័ត៌មានថ្មីមួយទាក់ទងនឹងអ្នកនាងសុភកុសុមា19ម៉ោងកន្លងផុតទៅបានឃើញ Facebook របស់អ្នកនាងសុភកុសុមាបាន post status រូបយំបន្ទាប់មកទៀតចាំមើលថាមានរឿងអ្វីកើតឡើងចា17ម៉ោងក្រោយមានន័យថារំលង2ម៉ោងគាត់ក៏បានផុសដូចនេះថាគាត់មកក៏ខ្ញុំប្រាប់បងប្អូនអញ្ចឹងពេលគាត់ចុចព្រំលិខិតលេងសើចជាមួយខ្ញុំណាស់បងប្អូនបើនិយាយតាក់ទងនឹងព្រំលិខិតប្រកាសជាមានជួបរឿងបែកបាក់អីអ្វីមួយម្យ៉ាងហើយបងប្អូនណាដែល fan គាត់បានគាំទ្រគាត់ហើយដឹងថាគាត់មានសមាជិកថ្មីក៏ដូចជាគេហៅថាមានដំណឹងល្អតាក់ទងនឹងគាត់មាន baby គាត់ទាំងពីរបងប្អូនពិតជាត្រេកអរខ្លាំងមែនតើហើយគាត់ចាប់ដើមមាន baby ដំបូងហ្នឹងគឺគាត់បានធ្វើវីដេអូបង្ហោះថាគាត់អត់មានចាញ់អីទេក្នុងខ្លួនគ្រាន់តែគាត់ងុយគេងគាត់ចង់ដើរក្រៅកុំឲ្យ stress អញ្ចឹងណាគឺកូនគាត់ហ្នឹងគឺចង់ទៅដើរលេងតែម្ដងញ៉ាំបានអីធម្មតាទេបងប្អូនគាត់បន្ទាប់មកទៀតក្នុងវីដេអូដែលគាត់ផុសអមជាមួយ status កាលពីល្ងាចមិញហ្នឹងគឺគាត់បានផុសថាអសហ្នឹងជាមួយវីដេអូគឺគាត់បានបង្ហាញអំពីការអេកូបងប្អូនអេកូសម្រាប់ខែដំបូងគឺអត់អីទេលូតលាស់ល្អហើយបងប្អូនបន្ទាប់មកទៀតគឺដល់ពេលដែលគាត់ត្រូវណាត់គ្រូពេទ្យទៅអេកូម្ដងទៀតឃើញថាទីរក់នៅក្នុងផ្ទៃហ្នឹងគឺអត់មានបេះដូងបងប្អូនអញ្ចឹងគឺពិតជាសោកស្ដាយខ្លាំងមែនតើអញ្ចឹងដំណឹងនេះពិតជាក្រៀមក្រំនិងសោកស្ដាយខ្លាំងណាស់សម្រាប់អ្នកនាងសុភកុសុមាចាគាត់គឺបើតាមដែលដឹងការហើយគឺគាត់មិនមានគម្រោងកំណត់ឆ្នាំដែលយក baby ទេគឺប្រហែលជាមានឆ្នាំណាគាត់យកឆ្នាំហ្នឹងបងប្អូនអញ្ចឹងហើយគឺការដែល baby មកហ្នឹងគឺគាត់มันមានជាការខកចិត្តឬអីទេគឺគាត់ត្រៀមខ្លួនជាមួយនឹងស្វាគមន៍មិនថាមកពេលណាក៏ដោយអញ្ចឹងគាត់ពិតជា happy សប្បាយខ្លាំងមែនទែនជាមួយគ្រួសារប៉ុន្តែបន្ទាប់ពីរឿងនេះទៅគឺមានន័យថា baby របស់គាត់ហ្នឹងគឺអត់នៅមួយគាត់ទៀតទេគឺបានទៅវិញហើយចាក់ចោលគាត់ហើយគាត់យំខ្លាំងមែនទែនបងប្អូនគាត់ហើមមុខហើមមាត់ហើមភ្នែកអស់ហើយដោយសារតែខ្លាចនៃការបាត់បង់មួយនេះហើយមានការសោកស្ដាយជាខ្លាំងណាយើងរំពឹងថាគាត់បានជួបមុខ baby គាត់ឲ្យស្វាមីគាត់នឹងត្រៀមខ្លួនធ្វើជា daddy សម្រាប់ baby របស់គាត់គឺគាត់គឺសោកស្ដាយខ្លាំងមែនតើបងប្អូនហើយក៏មាន fan ជាច្រើនដូចជាអ្នកនាងនិមលម្ចាស់ brand Bisoma អ្នកម្ដាយរបស់គាត់មិត្តភ័ក្តិបងអូនស្រីសុជាតារបស់គាត់នឹងគឺមានការសោកស្ដាយហើយនឹងបារម្ភពីគាត់ខ្លាំងដោយសារតែគាត់យំរហូតបងប្អូនអញ្ចឹងហើយគឺសោកស្ដាយខ្លាំងមែនទែនចំពោះបងស្រីដ៏ស្រស់ស្អាតបងស្រីដ៏ពូកែឆ្លាតដ៏ស្លូតបូតគឺបងសុភកុសុមាសូមអរគុណសម្រាប់ការតាមដានរបស់បងប្អូនទាំងអស់គ្នាចង់ដឹងថាគាត់អាចរឹងមាំវិញនៅពេលណានេះខ្ញុំនឹងយកវីដេអូដើម្បីបង្ហាញជូនបងប្អូនទាំងអស់គ្នាសូមអនុញ្ញាតគ្រប់នឹងជម្រាបលាជួបនឹងក្នុងវីដេអូក្រោយ